បាទថ្ងៃនេះដែរថ្ងៃទី1ខែតុលា2025មកបងព្រឹក News បានចុះផ្សាយថាថៃបានបិទព្រំដែនថៃមីយ៉ាន់ម៉ាបាទព្រំដែនថៃនិងមីយ៉ាន់ម៉ាបន្ទាប់ពីការប៉ះទង្គិចគ្នាមួយប្រាវដែលខាងភាគីមីយ៉ាន់ម៉ាបានផ្លោងដាក់ប្រទេសសៀមនឹងធ្វើឲ្យប្រជាពលរដ្ឋរបស់សៀមរងរបួស4នាក់បាទឥឡូវថៃក្តៅលកជាចាប់ផ្ដើមបិទព្រំដែនទៀតហើយបងប្អូនបាទបិទព្រំដែនដោយកម្ពុជាទៀតហើយឥឡូវនេះបិទព្រំដែនមីយ៉ាន់ម៉ាតែម្ដងចាំមើលវាបិទអស់គ្រប់គ្នាភូមិមាផងក៏វាបិទទៅអស់រមទុកទៅអីភូមិមាឯនោះបិទភូមិមាមួយទៀតអស់អានេះឲ្យតែខឹងគេប្រកែបិទព្រំដែនហ្មងចាំមើលវាបិទបានម៉ានវាទៀតហើយវាលេងមិនដាក់មីយ៉ាន់ម៉ាទៀត